ជំរាបសួរបងប្អូនទាំងអស់គ្នាតាយើងថ្ងៃហ្នឹងមករៀនចាក់តុក្កតាផ្សិតទាំងអស់គ្នាពេលសម្ភារៈមានអំបោះ2000នេះហើយមកចូលកាត់មួយហើយនឹងថ្នេកតុក្កតាបងប្អូនតោះយើងមកចាក់ទាំងអស់គ្នាមុនដំបូងបងប្អូនគួតអំបោះជារង្វង់សិនចាជារង្វង់បន្ទាប់មកនេះជាគំរូបងប្អូនជាក្បួនចាក់បងប្អូនចាយើងឡើងមួយចំណោះយើងរាប់1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ហើយ4 5 6 2អូលើសមួយបងប្អូនចាក់តែ6ទេចា6មកយើងរឹតឲ្យតង់ចាប់ដើមភ្ជាប់ចាភ្ជាប់ជើងឡើងមួយទៀតបើបងប្អូនដាក់ខ្ទោះចេះក៏បានអត់ខ្ទោះក៏បានដែរប៉ុន្តែខ្ញុំមិនបាច់ខ្ទោះទេណាបងប្អូនចាតោះយើងហើយបន្ទាប់មកយើងចាក់មួយរុន2បងប្អូនចា2 4 6 ចា12គ្រប់ចា12គ្រប់យើងឡើងមកចាយើងឡើងមួយទៀតហើយយើងចាក់1x 1v បងប្អូនចានេះចឹងកន្លែងនេះយើងនេះយើងឡើងមួយនេះយើងរាប់ណាបងប្អូនចឹងកន្លែងនេះយើងចាក់x 1នេះកន្ទុយក្រហ្នឹងយើងស្មើនឹង x 1ហើយបន្ទាប់មកយើងចាក់ v 1ហើយចា x 1 v 1រហូតទៅដល់ជុំបងប្អូនចាឥឡូវដល់ជុំហើយប៉ុន្តែបងប្អូនជុំនឹង18តែយើងរកទាំងអស់គ្នាបើបងប្អូនពិបាករកខាងនេះបងប្អូនរកខាងនេះមករកកន្លែងធ្នឹមនេះចា16ហើយកន្លែងនេះនៅរុនមួយបងប្អូនចាអញ្ចឹង16 7 18ចាពេល18យើងភ្ជាប់ណាចាជុំទី4ចាឥឡូវចូលជុំទី4យើងចាក់លេខយ៉ាងណាកុំឲ្យជ្រុងបងប្អូនយើងចាក់ឲ្យមូលចាជុំទី4នេះយើងចាក់ 1x ចា 1x
1x 1v បងប្អូនចាបន្ទាប់មកយើងចាក់4ធម្មតា 4x ធម្មតា1 2 3 ជុំឲ្យផ្លាស់ទី5យើងចាក់2បងប្អូនចាហើយយើងហមមើលនេះដូចថាកន្លែងនេះចឹង1 x ហើយយើងចាក់ 1v បន្ទាប់មកយើងចាក់4ហើយចាំយើងចាក់ x1 ចា4ហើយចាំយើងចាក់ x1 ចាដល់ពេលសប្រឡោះចុងក្រោយសចំនួន2រួមទាំងកតុយក្រោយយើងមួយទៀតសចំនួន3អញ្ចឹង4ហើយយើងរកទាំងអស់គ្នាចារកទាំងអស់គ្នាថាគ្រប់24អត់1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
គ្រប់24ហើយចាបន្ទាប់មកបងប្អូនជុំទី5ដល់ជុំទី6យើងចាក់ 24x តោះចាក់ទាំងអស់គ្នាចាក់ x សតបងប្អូនអត់ព្រីទេណាចាគ្រប់24ហើយយើងភ្ជាប់មកយើងឡើងមួយទៀត
ចា24យើងឡើងខ្យល់20យើងឡើងទៀតចាបងប្អូនបន្ទាប់មកបងប្អូនចាប់ផ្ដើមចាក់ជុំទី7យើងចាក់តែមួយចំហៀងទេ 3x21 បងប្អូនចាចាយើងចាក់មួយចំហៀងចាក់អញ្ចេះបងប្អូនx នេះយើងមកនេះមួយណាចាយើងចាក់ចូលតែមួយចំហៀងលើនេះមកលើនេះមកពីបានចំនួន2ហើយ3 4ចាកន្លែងចន្លោះទី4ហ្នឹងយើងចាក់ V បងប្អូនចាបន្តមកយើងចាក់ទៀត2 3ចា 3x21 បងប្អូនហើយយើងចាក់តែមួយចំហៀងទេនេះបងប្អូនមើលចាក់តែមួយចំហៀងខាងលើទេខាងក្រោមនេះយើងទុកណា1 2 3 4ចាចន្លោះទី4យើងចាក់ V មក1 2 3 4ចាឲ្យតែចន្លោះទី4ហ្នឹងបងប្អូនត្រូវចាក់ V ឈប់បងកន្លែងនេះតឹងបងប្អូនណាខ្ញុំរត់តឹងពេកទៅពេលនេះក៏បានចាក់ចូលចា3ហើយចានេះសល់មួយចន្លោះនេះយើងចាប់ដើមចាក់វាមកចាហើយយើងភ្ជាប់ហើយយើងឡើងទៀតប៉ុន្តែយើងចាក់2x សិនបងប្អូនចាតែយើងអត់ចូលមួយចំហៀងដូចមុននេះយើងយកទាំងអស់ចូលមកគូតែម្ដង1 2ចាបន្ទាប់មកយើងចាក់ x1 ដល់ពេលហើយចាំបងប្អូនចាក់ x4 វិញ1 2 3 4ចា4យើងចាក់ V មួយមកបងប្អូនចា4យើងចន្លោះទី5ហ្នឹងយើងចាក់ V មួយមក1 2 3 4ចាចន្លោះទី5យើង V មួយដើម្បីកុំឲ្យវាឈុំបងប្អូនតែពេលកាលណាយើងចាក់អញ្ចឹងទៅវាចេញមូលវិញវាអត់ចេញឈុំទេចាដល់ពេលហើយនេះយើងសល់2ប្លោះចុងក្រោយបងប្អូនសល់2ប្លោះចុងក្រោយនេះយើងចាក់ x ធម្មតាមកដោយសារមុននឹងយើងចាក់កន្លែងនេះចោល
ដែរអញ្ចឹងយើងស្មើគ្នាចាទៅប៉ុណ្ណឹងណាហើយដាក់ចាហើយមួយតុក្កតាចាយើងហើយចាំបន្តវគ្គក្រោយចាំយើងចាក់ខ្លួនតុក្កតា